ជំរាបសួរក៏ដូចជាស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីស្វាគមន៍អវរដីកាទី4វគ្គទី6នៅក្នុងវគ្គទី6នេះផងដែរយើងនឹងលើកយកប្រធានបទមួយដែលក្រុមចំណងជើងថាគន្លឹះនៃការធ្វើទីផ្សារដើម្បីឲ្យផលិតផលលក់កាន់តែដាច់និងមានអតិថិជនកាន់តែច្រើនចំពោះប្រធានបទនេះដែរយើងបានអញ្ជើញវាគ្មិនកិត្តិយសរបស់យើងមួយរូបដែលគាត់មកពីធុរកិច្ចថ្មីមួយមានឈ្មោះថា Expat អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងជួបជាមួយគាត់ទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរដែរបាទអញ្ចឹងបងឥឡូវកុំឲ្យយើងខាត់ពេលវេលាយូរយើងសួរបងតែម្ដងទៅអញ្ចឹងជាដំបូងមកអាចជួយណែនាំខ្លួនបងបន្តិចបានទេបងបាទចាអញ្ចឹងជំរាបសួរបងប្អូនអរគ្នាខ្ញុំឈ្មោះសែនពុទ្ធធីរីខ្ញុំជា founder ក៏ដូចជានាយិកាគ្រប់គ្រងនៅក្រុមហ៊ុន Expat ដែលក្រុមហ៊ុន Expat គឺជាធុរកិច្ចថ្មីដែលយើងបង្កើតជា e-commerce platform មួយដើម្បីជួយអតិថិជនជាពិសេសជាជនខ្មែរយើងទិញទំនិញពីក្រៅប្រទេសមានដូចជាប្រទេសចិនប្រទេសវៀតណាមធ្វើម៉េចឲ្យការបញ្ជាទិញរបស់គាត់នឹងមានសុវត្ថិភាពហើយនឹងមានភាពងាយស្រួលចាអញ្ចឹងមកដល់ឥឡូវហ្នឹងគឺយើងបានបង្កើតហើយក៏មានuser ដែល register រហូតទៅដល់ 9,000 នាក់ជាងហើយចារយៈពេលទើបតែលាន់នៅក្នុងដើមឆ្នាំនេះដែរទេចាអរគុណច្រើនបងអញ្ចឹងជាសំណួរបន្តទៀតចង់សួរទៅបងដែរថាតើមូលហេតុអ្វីបានបងបង្កើត Expat នឹងឡើងមកតើរឿងពីក្រោយក្នុង Expat នឹងមានអីគេខ្លះទៅបងអាចជួយសង្ខេបខ្លីបន្តិចបានទេចាអញ្ចឹងការចាប់ផ្ដើមអាជីវកម្មនេះឡើងមកអាចថាជា story ហ្មងគឺបងក៏ជាអ្នកធ្វើការរយៈពេល10ឆ្នាំជាងដែរហើយក៏មិនដែលសម័យថានឹងចាប់ផ្ដើមជាធុរកិច្ចអាជីវកម្មជា founder ដែរគ្រាន់តែក្នុងពេលមួយហ្នឹងគឺធម្មតាគឺយើងធ្វើការទៅយើងមានកូនអញ្ចឹងយើងត្រូវការឈប់ធ្វើការងារដើម្បីមើលកូនមួយរយៈសិនដោយសារយកមានអ្នកមើលអញ្ចឹង story ចាប់ផ្ដើមពីមានកូនហើយនៅផ្ទះអញ្ចឹងនៅពេលដែលយើងនៅផ្ទះយើងចាប់ផ្ដើមចង់រកចំណូលជួយគ្រួសារអញ្ចឹងពេលហ្នឹងគឺបងចាប់ផ្ដើមលក់អនឡាញអញ្ចឹងការលក់អនឡាញសម័យហ្នឹងគឺយើងគ្រាន់តែចេះទិញទំនិញពីក្រៅប្រទេសមកហើយចេះធ្វើ Facebook move អីបន្តិចបន្តួចគឺយើងអាចលក់រកចំណូលបានហើយយើងមានឱកាសនៅមើលកូនអញ្ចឹងគោលបំណងនៅផ្ទះមើលកូនហើយរកចំណូលតែនៅពេលដែលបងទិញទំនិញពីក្រៅប្រទេសហ្នឹងយើងជួបបញ្ហាជាច្រើនចាវាអត់ងាយស្រួលដូចយើងគិតទេអញ្ចឹងទី1គឺយើងពិបាកនៅក្នុងការតាក់ទងអ្នកលក់យើងអត់មានបទពិសោធន៍យើងអត់មានព័ត៌មានអញ្ចឹងការទិញទំនិញมันពីក្រៅប្រទេសយើងសង្ឃឹមថាធូរថ្លៃតែភាពងាយស្រួលសម្រាប់អ្នកអត់ចេះហើយនឹងអ្នកដែលអត់មានបទពិសោធន៍គឺពិបាកអញ្ចឹងទី1ទី2គឺប្រឈមនឹងការចាញ់បោកគេខ្លួនឯងតហ្នឹងគឺបានចាញ់បោកអ្នកលក់អនឡាញនៅប្រទេសចិនតាមរយៈ website Alibaba ហ្នឹងអស់ក្រែដែរកាលហ្នឹងអញ្ចឹងវាមិនមែនគ្រាន់តែការបាត់បង់លុយកាក់ទេបើសិនជាយើងមើលមួយផ្លែតវាគ្រាន់តែជាការបាត់បង់លុយកាក់តែបើអារម្មណ៍យើងពេលហ្នឹងយើងមានលុយមកកញ្ចប់តូចហើយយើងផ្ដល់ក្តីសង្ឃឹមលើលុយហ្នឹងហើយយើងស្រាប់តែបាត់បង់វាទៅជាបាត់បង់នៅក្តីសង្ឃឹមមួយផ្នែកមួយសម្រាប់យើងណាចាអញ្ចឹងនៅពេលហ្នឹងខ្លួនឯងក៏គេហៅថា heart break គេ broken មកពេលហ្នឹងគឺគាត់និយាយថាយើងមានអារម្មណ៍ឈឺចាប់ហើយនឹងសោកស្ដាយទោះបីលុយប្រហែលក៏ដោយក៏វាជាញើសឈាមយើងដែរយើងពិបាកក្នុងការរកពេលហ្នឹងចាអញ្ចឹងមូលហេតុទាំងអស់ហ្នឹងគឺធ្វើឲ្យបងចាប់ផ្ដើមគិតថាបញ្ហាហ្នឹងវាមិនមែនមានតែបងទេដែលជួបយើងជួបមិត្តភ័ក្តិឬមួយក៏អ្នកដែលគាត់រស់ស៊ីនៅក្នុងវិស័យនោះដូចគ្នាគាត់តែងតែនិយាយតាក់ទងនឹងបញ្ហាដូចគ្នាអញ្ចឹងយើងមើលឃើញថាបើយើងជាអ្នកដែលគាត់ដែលមានចំណេះដឹងប៉ុណ្ណឹងហើយយើងនៅចាញ់បោកឬក៏យើងនៅមានបញ្ហាហ្នឹងចុះទ្រាំអ្នកដែលគាត់ជាអ្នករស់ស៊ីដែរគាត់នៅខេត្តឬក៏គាត់អត់មានព័ត៌មានតើមួយថ្ងៃឬក៏មួយខែគឺបញ្ហាហ្នឹងនឹងខាត់បង់កម្រិតណាចាអញ្ចឹងពេលហ្នឹងក៏បងចាប់ផ្ដើមបើកទទួលនៅសេវាកម្មជួយទិញដោយសារយើង learn ពី experience ហ្នឹងហើយយើងបង្កើតដំណោះស្រាយដើម្បីកុំឲ្យអ្នកដែលគាត់អត់មានមានថាអ្នកអត់មានព័ត៌មានឬក៏អ្នកអត់មានបទពិសោធន៍ចាញ់បោកគេទៀតអញ្ចឹងក៏ចាប់ដើមដំបូងឡើយគឺគ្រាន់តែផ្ដល់សេវាកម្មឯងរហូតដល់ពេលយើងផ្ដល់សេវាកម្មមួយដែលទទួលបានការគាំទ្រពីអតិថិជនទៅយើងក៏ចាប់ផ្ដើមរក system ដើម្បីគ្រប់គ្រងគេហៅថាកាលហ្នឹងក៏បងអត់ទាន់គិតថាខ្លួនឯងជា start up ឬក៏អាជីវកម្មអីដែរគ្រាន់តែគិតថាចាប់ផ្ដើមរកស៊ីជាលក្ខណៈ family ព្រោះនៅផ្ទះតុមួយកៅអីមួយកុំព្យូទ័រមួយអង្គុយមើលកូនបដារកស៊ីបដាហ្នឹងអញ្ចឹងវាមិនមែនជាអាជីវកម្មដែលយើងគិតថាវាជា start up អីទេយើងអត់មានចំណេះដឹងយើងអត់មានព័ត៌មានយើងគ្រាន់តែដឹងថារកចំណូល
ចាអញ្ចឹងដល់ពេលយើងទៅរកអ្នកដែលធ្វើ system ទៅយើងក៏ចាប់ផ្ដើមទទួលការសហការជាមួយនឹង co-founder របស់ខ្ញុំដែលគាត់ជំនាញក្នុងការ develop app ឬក៏ website ហ្នឹងគាត់ចាប់អារម្មណ៍ joint venture ជាមួយគ្នាអញ្ចឹងតាំងពីពេលឆ្នាំ2020មកដល់ឥឡូវហ្នឹងគឺយើងបានបន្តបេសកកម្មនឹងមួយគ្នារហូតដល់ដើមឆ្នាំ2025នេះយើងក៏សម្រេចនៅលទ្ធផលបង្កើតជា platform mobile app មួយដែលអនុញ្ញាតឲ្យអតិថិជនរបស់យើងទិញទំនិញដែលយើងមានបេសកកម្មគឺ from trash to doorstep អញ្ចឹងបើគ្មានទំនុកចិត្តទេកុំពិបាកទិញទំនិញ online ដែរចាហ្នឹងហើយមូលហេតុដែលបងចាប់ផ្ដើមរហូតមកដល់ឥឡូវអរគុណច្រើនបងតាក់ទងជាមួយនឹង story យើងគិតថាខ្ញុំឃើញថាវាពិតជាវាមានអត្ថន័យមែនតើបងចាប់ផ្ដើមពី pain point របស់បងតែម្ដងកំងបានខុសអីផ្សេងៗអញ្ចឹងណាចាហើយអ្វីដែលខ្ញុំចាប់ផ្លឹកហ្នឹងគឺ Espac គឺគាត់ gain ទៅលើ customer បានច្រើនមែនតើបាទមាន customer ច្រើននៅក្នុងដៃខ្លាំងមែនតើអញ្ចឹងខ្ញុំចង់បកទៅក្រោយសួរទៅបងវិញទីថាតើនៅពេលដែលបងចាប់ផ្ដើម Espac ដំបូងហ្នឹងបងស្វែងរកអតិថិជនបងតាមរបៀបណាដែរបងចាអញ្ចឹងនេះគឺជាចំណុចសំខាន់នៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មយើងតែងតែសួរខ្លួនឯងថាតើអ្នកណាជាអតិថិជនរបស់យើងមែនអត់យើងទៅរកអតិថិជនយើងនៅណាពួកអីតើអត់មានអតិថិជនក៏អត់មានអាជីវកម្មកើតឡើងដែរណាចាអតិថិជនគឺជាអ្នកផ្ដល់ business ឲ្យយើងចាសម្រាប់បងវិញ3ចំណុចដែលបងអាចស្វែងរកអតិថិជនបានទី1គឺបងយល់ច្បាស់ពីបញ្ហាទី1យើងមានបញ្ហាខ្លួនឯងទី2យើងចាប់ផ្ដើមរកអ្នកណាដែលមានបញ្ហាដូចយើងព្រោះអីយើងដឹងហើយថាយើងមានបញ្ហាហើយយើងដោះស្រាយបែបម៉េចអញ្ចឹងអ្នកដែលមានបញ្ហាដូចយើងគឺជាអតិថិជនគោលដៅរបស់យើងហើយបញ្ហាគេពិបាកក្នុងការទិញទំនិញចង់បានការធានាខុសត្រូវការទំនុកចិត្តចង់បានភាពងាយស្រួលអ្នកខ្លះ challenge រហូតដល់បញ្ហាភាសាពិបាកតំណែងអញ្ចឹងទាំងអស់ហ្នឹងគឺជាការកំណត់នៃការរកអតិថិជនគោលដៅដំបូងបំផុតដែលយើងមើលឃើញបញ្ហាហើយយើងផ្ដល់ដំណោះស្រាយឲ្យត្រូវនឹងអ្នកដែលមានបញ្ហាដែលយើងចង់ជួយចំណុចទី2គឺបន្ទាប់ពីឃើញប៉ុណ្ណឹងហើយយើងចាប់ផ្ដើមយើងត្រូវចេះធ្វើ market research បានន័យថានៅក្នុងប្រទេសរបស់យើងតើអ្នកដែលគាត់មានបញ្ហាហ្នឹងមានប្រមាណអ្នកឱកាសយើងមានអត់ព្រោះយើងធ្វើអាជីវកម្មយើងត្រូវការ market មែនអត់ចាអញ្ចឹងនៅពេលដែលយើងអត់ធ្វើ research ទេយើងអត់ដឹងថាយើងទៅធ្វើធុរកិច្ចមួយហ្នឹងតើនឹងមានឱកាសប៉ុណ្ណានៅក្នុងទីផ្សារអញ្ចឹងយើងត្រូវការធ្វើ market research ដើម្បី analyze ថាតើទំហំទីផ្សាររបស់យើងហ្នឹងប៉ុណ្ណាហើយយើងមានឱកាសប៉ុន្មានចាចំណុចទី2ចាចំណុចទី3នៅពេលដែលយើងធ្វើធុរកិច្ចយើងអត់មាននៅតែឯងទេអញ្ចឹងយើងត្រូវតែមាន networking យើងត្រូវតែ talk direct to customer អញ្ចឹងធម្មតានៅពេលដែលយើងចាប់ផ្ដើមយើងនឹងមានអតិថិជនទី1ទី2ទី100ទី1000ហើយអញ្ចឹងនៅពេលដែលយើង talk ទៅ customer របស់យើងនឹងអាចយល់ពីគាត់បានច្រើនអញ្ចឹងជាទូទៅអតិថិជនដែលមក Espac គេច្រើនគឺ word of mouth មានន័យថាយើងអត់ទាន់ធ្វើ marketing ទេតែយើងទទួលបានអតិថិជនពីតាមរយៈបទពិសោធន៍ជាក់ស្ដែងដែលគាត់ប្រើសេវាកម្មរបស់យើងអញ្ចឹងទាំង3ហ្នឹងហើយបានយើងចង់ក្រងជាគេហៅថា business value របស់យើងធម្មតាយើងបង្កើតធុរកិច្ចគឺយើងមានគុណតម្លៃដែលផ្ដល់អតិថិជនមកយើងហើយអញ្ចឹងយកគុណតម្លៃហ្នឹងរកគុណតម្លៃហ្នឹងឲ្យបានច្បាស់លាស់ promote ឲ្យដល់អតិថិជនគោលដៅរបស់យើងដែលមានបញ្ហាដូចយើងហើយគាត់ឲ្យតម្លៃទៅលើគុណតម្លៃនៃសេវាកម្មរបស់យើងទទួលបានអតិថិជនចានេះជាអ្វីដែលបងអនុវត្ត so far មកចាអរគុណច្រើនបងហើយសង្ឃឹមថាទស្សនិកជនរបស់យើងនឹងទទួលបានបទពិសោធន៍ថ្មីហើយខ្ញុំគិតថាតើតើជាមួយបទពិសោធន៍ហ្នឹងវាពិតជាមានតម្លៃមែនទែនសម្រាប់អ្នកទាំងអស់គ្នាដែលចង់បង្កើតអាជីវកម្មក៏ដូចជាធុរកិច្ចថ្មីផ្សេងហើយដែលគិតថាអត់ទាន់មានលទ្ធភាពឬក៏ថវិកាគ្រប់គ្រាន់ឬក៏មានចំណុចគាំងស្ទះតាក់ទងជាមួយនឹងការធ្វើ market មិនការស្វែងរកអតិថិជនមិនអញ្ចឹងខ្ញុំសង្ឃឹមថា point 3 point ដែលបងបានចែកម្លែកមិញនឹងជួយដល់អ្នកទាំងអស់គ្នាតែម្ដងបាទជាសំណួរបន្តទៀតចង់សួរតបងដែរថាតាក់ទងជាមួយនឹងការចែកម្លែករបស់បងមិញខ្ញុំចាប់បានពាក្យ market ជាទូទៅការធ្វើ marketing យើងមានពីរតាក់ទងជាមួយ digital marketing ក៏ដូចជា traditional marketing តើបងឲ្យនិយមន័យពីរហ្នឹងមិនដែរបងតាក់ទងនឹង traditional marketing មុនទៅបងគេចាប់ផ្ដើមចាយើងដឹងហើយថាពាក្យថា marketing គឺយើងធ្វើទីផ្សារដើម្បីឲ្យទៅដល់អតិថិជនគោលដៅរបស់យើងអញ្ចឹងពីមុនមកភាគច្រើនគឺអាចថាយើងត្រឡប់ទៅ10ឆ្នាំមុនចាយើងអាចថាត្រឹមតែ10ឆ្នាំមុនបានហើយអញ្ចឹង traditional marketing គឺជាការធ្វើទីផ្សារតាមរយៈគេហៅថា offline ភាគច្រើន
យើងអត់មានតាន់មាន Facebook យើងអត់តាន់មាន website អត់តាន់មាន app អីដែលទូលំទូលាយទេអញ្ចឹងដើម្បីឲ្យមនុស្សមើលឃើញផលិតផលឬក៏សេវាកម្មរបស់យើង traditional marketing ត្រូវធ្វើសកម្មភាពមួយចំនួនដូចជាផ្សព្វផ្សាយតាមទូរទស្សន៍តាមរ៉ាឌីយ៉ូតាមbillboard ឬមួយក៏ដាក់ booth ឬមួយក៏ sponsor ឲ្យជាtester អីផ្សេងៗដើម្បីធ្វើម៉េចឲ្យទៅដល់ដែរអតិថិជនចាអញ្ចឹងមកដល់ឥឡូវតើសួរថាតើយើងវិវត្តមក digital marketing នេះយើងនៅធ្វើ traditional ទៀតអត់ចាសម្រាប់ចម្លើយបងគឺអាស្រ័យទៅលើអតិថិជនគោលដៅរបស់យើងតើអតិថិជនគោលដៅរបស់យើងនៅណាច្រើនជាងគេតែឥឡូវហ្នឹងអ្វីដែលយើងអត់អាចចោលបានគឺ digital marketing ចាហើយហ្នឹងគឺសំខាន់បំផុតសម្រាប់ធុរកិច្ចដែលទំ start up ថ្មីដោយសារអីបងរៀបរាប់មុនហ្នឹងគឺ traditional marketing សុទ្ធតែ costing បាទអញ្ចឹងបើយើងទៅចាប់ផ្ដើមថ្មីសួរថាតើយើងទៅ traditional marketing ឬក៏ទៅdigital marketing ចម្លើយគឺបងប្អូនទាំងគ្នាដឹងហើយគឺយើងត្រូវតែចាប់ផ្ដើមជាមួយនឹងគេ digital marketing មុនតែយើងត្រូវតែច្បាស់ថាតើពេលដែលយើង start up ហ្នឹងគោលដៅអតិថិជនរបស់យើងហ្នឹងពិតជានៅលើ digital marketing ហ្នឹងច្រើនអត់អញ្ចឹងយើងទៅ digital marketing មុនpromote ឬមួយក៏ផ្សព្វផ្សាយផលិតផលឬក៏សេវាកម្មយើងឲ្យចំគោលដៅព្រោះអី digital marketing វាមានអត្ថប្រយោជន៍យ៉ាងម៉េចទីមួយគឺ low cost មានន័យថាយើងចាយតិចវាស់វែងបានយើងអាចមើលទិន្នន័យកំណត់អតិថិជនគោលដៅយើងបានតាមរយៈការធ្វើ content ផ្សេងៗដែលវាមិនចំណាយច្រើនទេតាម Facebook តាម TikTok តាម LinkedIn រហូតដល់ Telegram សុទ្ធតែជា channel មួយដែលអាចជួយជំរុញផលិតផលឬក៏សេវាកម្មយើងទៅដល់ទីផ្សារដោយចំណាយបើប្រៀបធៀបជាមួយ traditional គឺតិចជាងឆ្ងាយហើយបើគិតពីប្រសិទ្ធភាពគឺយើងងាយស្រួលក្នុងការគ្រប់គ្រងហើយនៅក្នុងការ analyze ព្រោះយើងធ្វើទីផ្សារយើងអត់អាចចោលការ analyze data បានទេអញ្ចឹងបើយើងត្រូវការ promote data សម្រាប់អ្នកថ្មី digital marketing គឺ highly recommend តែបើសិនជាយើងចង់ go to branding ឬមួយក៏ build credit សម្រាប់product ឬក៏សេវាកម្មរបស់យើង traditional marketing ក៏នៅតែជាតម្រូវការក៏នៅតែeffective ព្រោះអីមនុស្សមិនអាចនៅ online គ្រប់ពេលទេអញ្ចឹងចម្លើយរបស់បងគឺអាស្រ័យលើបងប្អូនទាំងគ្នាតែបើសិនជាជំរឿសម្រាប់អ្នក start up គួរតែទៅ digital marketing មុនបាទបងចំពោះ Espac ផ្ទាល់តើបងជ្រើសរើសយក marketing មួយណានៅក្នុងការធ្វើ marketing ដើម្បីផ្សព្វផ្សាយទៅអតិថិជនរបស់យើងហើយបងចាពេលដែលខ្ញុំចាប់ផ្ដើមដំបូងគឺ 100% គឺខ្ញុំទៅ digital marketing ចាដោយសារអីខ្ញុំteam ទី1 team គឺគាត់មានចំណេះជំនាញខាងហ្នឹងហើយយើងក៏យល់ច្បាស់ពី process នៅក្នុងការ digital marketing ហើយយើងជ្រើសរើសនៅ channel ដែលធ្វើការផ្សព្វផ្សាយហ្នឹងច្បាស់លាស់ដូចពួកខ្ញុំធ្វើរាល់ថ្ងៃនេះគឺយើងដោតទៅលើអតិថិជនគោលដៅរបស់យើងគឺ Uber Mom ដែលគាត់មានការងាររវល់នៅក្រុមហ៊ុនឬមួយក៏គាត់ business គាត់រវល់តែគាត់ត្រូវការ shopping មួយដែលលឿនងាយស្រួលតាមរយៈប្រព័ន្ធ app ឬក៏ website គឺគាត់ active ខ្លាំងនៅលើ Facebook ហើយនិង TikTok ហើយអញ្ចឹងយើងធ្វើ content ឲ្យត្រូវនឹងអតិថិជនគោលដៅរបស់យើងដែលគាត់ active ហើយបន្ទាប់មកយើងpromote នៅ value របស់product និង service របស់យើងឲ្យស៊ីនឹង pain point របស់គាត់ឲ្យចំនៅអ្វីដែលជាតម្រូវការរបស់គាត់យើងទទួលបានប្រសិទ្ធភាពខ្ពស់ហើយយើងអាច analyze បានយើងដឹងថាការធ្វើ boosting តាម Facebook ឬ TikTok សុទ្ធតែមាន data បើមិនយើងទៅផ្សព្វផ្សាយតាមវិទ្យុឬមួយក៏ទូរទស្សន៍យើង promote ទិន្នន័យបានទេអត់ទេអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើក៏ខ្ញុំត្រូវធ្វើលើ digital marketing ចំណាយតិចហើយខ្ញុំអាច promote ទិន្នន័យដើម្បីវិភាគថាអ្វីដែលខ្ញុំកំពុងតែធ្វើហ្នឹងវាត្រូវអត់អតិថិជនចាប់អារម្មណ៍កម្រិតណាយើងអាច analyze បានអញ្ចឹងដូច្នេះបើសិនជាបងប្អូនដែលទៅចាប់ផ្ដើមថ្មីគឺ highly recommend ទៅ digital marketing ជាមុនសិនដើម្បីយើងអាចយល់ពីអតិថិជនរបស់យើងកម្រិតណាយល់ហ្នឹងគឺយល់ដល់ថាតើអ្នកណាគាត់ចាប់អារម្មណ៍ product ឬក៏ service របស់យើងស្រីឬក៏ប្រុសអាយុប្រហែលគាត់ចូលចិត្តអីគេនៅទីណាសុទ្ធតែជាទិន្នន័យដែលយើងត្រូវការហើយអាហ្នឹងគឺនៅលើ digital marketing 100% ចាហ្នឹងហើយបំត្រឲ្យឯកភាពចំពោះ Espac ផ្ទាល់ចង់សួរបងបន្តទៀតថានៅពេលដែលបងចាប់ផ្ដើម run ទៅលើ digital marketing តើបងដែលជួបបញ្ហាតាក់ទងជាមួយនឹងការធ្វើ marketing ទៅលើតាមប្រព័ន្ធ digital ដែរអត់បងចានិយាយទៅគឺមិនស្រួលរលូនគ្រប់ពេលទេចាយើងដឹងហើយថាការធ្វើ digital marketing ទាមទារ
បច្ចេកទេសក៏ដូចជាចំណេះដឹងនៅក្នុងការមើលទៅលើចាយើងដឹង Facebook គឺមានការ update រហូត policy ចាតែយើងផុសមិនស្រួលគឺត្រូវការហៅបាន Facebook ចាប់ content មួយចំនួនគឺវាមានការរឹតបន្តឹងខ្លាំងចាអញ្ចឹងសម្រាប់បងគឺមានការ challenge ដែរយើងធ្លាប់មាន page ដែលត្រូវបាន Facebook បិទរហូត permanent អត់ឲ្យ boot ទៀតចង់និយាយអញ្ចឹងណាតែកាលហ្នឹងpage របស់បងគឺ gain organic រហូតដល់ 17,000 អ្នកជាងហើយ page ត្រូវបានបិទដោយយើងផុស content មួយចំនួនដែលមាន emoji អីអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺសក់មែនតើយើងគិតថាចេះ Facebook គឺជាប្រភពនៃការនាំអតិថិជនមកចុះបើបាត់ Facebook តើយើងនឹងបន្ត business យើងកើតទៀតអត់ឬមួយក៏ business យើងឈប់ព្រមហ្នឹងអានេះគឺជាអារម្មណ៍ហើយឥឡូវនៅហ្នឹងយើងដឹងហើយយើងឮព័ត៌មានហើយមែនអត់គឺមានអ្នកបាត់ account បាត់ page បាត់ follower ច្រើនអញ្ចឹងមូលហេតុហ្នឹងហើយដែលបងប្អូនអ្នកគ្នាត្រូវគិតដើម្បីរៀប plan B យើងអត់អាចពឹងលើតែ Facebook តែមួយមុខទេអញ្ចឹងយើងក៏ចាប់ផ្ដើមបង្កើតជា channel Telegram យើងបង្កើតក្រុម Telegram យើងបង្កើត TikTok ចាយើងធ្វើ Instagram រហូតឥឡូវហ្នឹងយើង build ជា e-commerce platform មួយដែលអាច promote ទិន្នន័យអតិថិជនយើងបានសឹងទាំងអស់អញ្ចឹងទោះបី Facebook page បាត់ក៏យើងបង្កើតថ្មីមួយហើយយើង promote ទៅឲ្យអតិថិជនយើងក៏អត់មានបញ្ហាដែរវាអាចថា take time នៅក្នុងការ build តិចតែវាមិនមែន from zero ទេយើងនៅតែអាច connect ជាមួយនឹងអតិថិជនដែលគាត់ទិញយើងជាប្រចាំបានអញ្ចឹងទាំងអស់ហ្នឹងវាគឺជាយុទ្ធសាស្ត្រក្នុងការរៀបចំ digital marketing បូកជាមួយនឹងការគ្រប់គ្រងអតិថិជនរបស់យើងចានេះគឺជាអីដែលបងបានអនុវត្ត so far កន្លងមកចាបាទចំពោះបញ្ហាដែលបងជួបផ្ទាល់ទៅលើ platform digital ជាពិសេសហ្នឹងគឺតាក់ទងជាមួយនឹង Facebook បងបានលើកជាបញ្ហាជាច្រើនដែលយើងបានជួបមានបាត់ account ផងអីផងតែពិសេសហ្នឹងតាក់ទងមក account បងហ្នឹងក៏មិនទូចដែរគឺធំហើយតើបងប្រើវិធីសាស្ត្រខ្លះនៅក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងនៅពេលដែលបងជួបបញ្ហាតាក់ទងជាមួយនឹងការបាត់ account ឬក៏មានថាការបាត់ audience របស់យើងផ្សេងៗអញ្ចឹងណាហើយជារួមនៅពេលដែលយើងជួបបញ្ហាវាតែងតែមានដំណោះស្រាយហើយកាន់តែពិសេសហ្នឹងនៅពេលដែលបងបានលោកឧទាហរណ៍ case ជាក់ស្ដែងបងមិនតាក់ទងvớiការបាត់ account អញ្ចឹង audience របស់បងក៏បាត់ដូចគ្នាត្រូវឯបងអញ្ចឹងនៅពេលដែលបងបង្កើត account Facebook ថ្មីនេះតើបងប្រមូលអតិថិជនបងឡើងមកវិញដល់របៀបណាចាបាទអូខេចាអញ្ចឹងចំណុចហ្នឹងការដែលបងបាត់ page បាត់ account មែន page ហ្នឹងគឺនៅតែគ្រាន់តែថាយើងអត់អាចធ្វើអីមួយវាបានទៀតទេផុសក៏លែងមានអ្នករីក boot ក៏អត់បានហ្នឹងអញ្ចឹងណាអញ្ចឹងវិធីសាស្ត្ររបស់បងទីមួយយើងព្យាយាមដោះស្រាយជាមួយ Facebook យើងមានអ្នកជំនាញដើម្បីយើង appeal នៅ problem របស់យើងឡើងវិញចរចាអីធ្វើមកឲ្យគាត់agree ថាយើងអត់ខុសឬមួយក៏អីចឹងតែកាលហ្នឹងគឺយើងព្យាយាមខ្លាំងមែនតើ at the end នៅតែអត់បានចាអញ្ចឹងគឺចំណុចបន្ទាប់មកគឺខាងបងក៏សម្រាប់ចិត្តបង្កើត page ថ្មីចាបង្កើត page ថ្មីហ្នឹងគឺជា page មួយដែលយើងអត់ build from zero ទៀតទេគឺយើងទិញពីគេចាទិញពីគេហ្នឹងគឺមាន follower ចូល 20,000 នាក់ដែរហើយបន្ទាប់មកយើងក៏ចាប់ផ្ដើមប្រើនៅគេហៅថាbot ក្នុងការ connect ជាមួយនឹង page យើងណាគឺអ្នកដែលគាត់ធ្លាប់ធ្វើ page គាត់ដឹងហើយគឺយើងអាច send broadcast message មួយចំនួនទៅឲ្យ page តែជននៅ page ចាស់របស់យើងអញ្ចឹងកាលនោះគឺបងអនុវត្តបែបហ្នឹងអញ្ចឹងយើងអាច link គាត់ឲ្យទៅ like ឬក៏ follow page ថ្មីរបស់យើងបានហើយបូកជាមួយនឹងយើងចាប់ផ្ដើម build system build app អញ្ចឹងទៅយើងចាប់ផ្ដើម collect ទិន្នន័យរបស់គាត់យកមកបញ្ចូលនៅក្នុងទិន្នន័យរបស់យើងបន្ថែមទៀតអញ្ចឹងមានតែវិធីសាស្ត្រហ្នឹងឯងទៅអាចយើង move on ហើយយើងនៅតែអាចបន្តនៅការធ្វើទីផ្សារហើយនឹង connect ជាមួយនឹងអតិថិជនរបស់យើងបានដល់ងាយស្រួលបើថាយើងគ្រាន់គំថាបទពិសោធន៍ឡើយនេះបងចង់និយាយថាចេះមិនបាត់ page បាត់ក្តីសង្ឃឹមទេណា every problem have solution អញ្ចឹងកុំអស់សង្ឃឹម កុំពិបាកចិត្តពេកអញ្ចឹងយើងនៅតែបើយើងគិតពីបញ្ហាច្រើនពេកយើង depression អញ្ចឹងយើងត្រូវតែ seek for solution មកវា happen ហើយយើង let find a way បាទតាក់ទងជាមួយ Aespa ផ្ទាល់ឥឡូវនេះខ្ញុំឃើញថាមានអតិថិជនច្រើនមែនតើងាកមកប្រើជាមួយនឹង app Aespa ផ្ទាល់តែម្ដងតើបងប្រើវិធីសាស្ត្រម៉េចទៅដើម្បីដឹងពីតម្រូវការរបស់អតិថិជនណាបងពីច្រើនដោយសារអី Aespa ឥឡូវទទួលស្គាល់ថាមានភ្ញៀវជាច្រើនងាកមកប្រើ app Aespa ដោយសារស្រួលទិញហើយមានចំណុចចិត្តទៀតអញ្ចឹងអ្វីដែលបងបានជាដំបូងដែលបងបានសិក្សាពីតម្រូវការរបស់
ភីវហ្នឹងបងធ្វើមិនសិក្សាយើងឃើញ pain point របស់ភីវអញ្ចឹងណាបង ចាអញ្ចឹងអរគុណសំណួរហ្នឹងល្អខ្លាំងមែនតើនិយាយទៅគឺជាវិធីសាស្ត្រដែលបងបាន learn ពីកម្មវិធី Digital Accelerator Program រយការទី4ដែរនិយាយរួមគឺ helpful មែនតើចាដើម្បីដឹងពីអតិថិជនតម្រូវការរបស់គាត់ងាយស្រួលគឺយើង talk ទៅ customer ងាយចាអញ្ចឹងនៅពេលដែលយើងកុំទុក customer ចោលនិយាយទៅគឺពេលដែលយើងនិយាយជាមួយគាត់យើងនឹងទទួលបាន feedback ជាច្រើនអញ្ចឹងបន្ទាប់នៅពេលដែលបងរៀនចប់ហ្នឹងបងចាប់ផ្ដើមឲ្យ team គាត់ចាប់ផ្ដើមធ្វើការ survey ជាមួយនឹងអតិថិជនយើងឲ្យគាត់ feedback រៀលៗហ្មងអ្នកដែលគាត់ធ្លាប់ប្រើសេវាកម្មយើងហ្នឹងហើយអញ្ចឹងការ feedback គឺយើងឲ្យជាគូពងលើកទឹកចិត្តទៀតថាបងអាច feedback មកយើងទទួលនៅមតិយោបល់បងទាំងអស់មិនថាជា negative ឬមួយក៏ positive វិញអញ្ចឹងនៅពេលដែលយើង open និយាយមួយគាត់ share អ្វីដែលគាត់ពេញចិត្តអ្វីដែលគាត់អត់សប្បាយចិត្តអញ្ចឹងអ្វីដែលគាត់ពេញចិត្តយើង keep improving អ្វីដែលគាត់មិនសប្បាយចិត្តយើងមើលថាយើងមានអីអាចផ្លាស់ប្ដូរបានយើងត្រូវតែមកកែប្រែ update ធ្វើម៉េចឲ្យទាន់តម្រូវការរបស់អតិថិជនចាអញ្ចឹងអាហ្នឹងចំណុចទី1ចំណុចទី2គឺអ្នកនរគ្នាត្រូវតែព្យាយាមនៅ collect នៅ feedback ហ្នឹងបានន័យថារាល់ថ្ងៃហ្នឹងគឺការបញ្ជាទិញតាម online គឺគេមើលតែ page ទេបាទចាទាំងខ្ញុំទាំងគេយើងអត់បានមាន feel ទៅដើរផ្ទាល់ទេអញ្ចឹងការ review page នៅលើ Facebook គឺសំខាន់ណាស់អញ្ចឹងខ្ញុំមានជាយុទ្ធសាស្ត្រមួយនៅក្នុងការផ្ដល់ការលើកទឹកចិត្តទៅដល់ភ្ញៀវរបស់ខ្ញុំក្នុងការចូលទៅ review page ទៅតាមអីដែលគាត់ប្រើយើង open អញ្ចឹងហ្មងព្រោះអីយើងមានសិទ្ធិនឹង drive ភ្លើងយើងទទួលស្គាល់ថាសេវាកម្មមិនអាចល្អឥតខ្ចោះទេតែយើងបានប្រឹងអស់ពីបេះដូងប្រឹងអស់ពីលទ្ធភាពហើយអញ្ចឹងជាប្រហែលខែនេះខ្ញុំទទួលបាន feedback testimonial ពីភ្ញៀវរបស់ខ្ញុំច្រើនមែនទែនសម្រាប់ធ្វើការផុសនៅលើ page ហើយអ្វីដែលមិនល្អក៏យើងមិនមែនថាយើងហាយដែរតែយើងទទួលស្គាល់ថាយើងត្រូវកែប្រែនៅចំណុចខ្វះខាតអញ្ចឹងអាហ្នឹងគឺវិធីសាស្ត្រដ៏ល្អបំផុតដើម្បីយើងអាចតាក់ទាញអតិថិជនឲ្យគាត់មកប្រើប្រាស់សេវាកម្មយើងក៏ដូចជាយល់ពីតម្រូវការរបស់អតិថិជន improve សេវាកម្មយើងឲ្យសមស្របទៅតាមតម្រូវការរបស់អតិថិជនរបស់យើងបាទបងអរគុណច្រើនបងពីមកសំណួរទៅមកសំណួរយើងឃើញថាបងបានបកស្រាយយ៉ាងក្បោះក្បាយតែម្ដងបាទអញ្ចឹងជាសំណួរបន្តទៀតចង់សួរទៅបងទៀតថាតើបងមានដំបូន្មានអ្វីខ្លះសម្រាប់ម្ចាស់អាជីវកម្មឬក៏ស្ថាបនិកធុរកិច្ចថ្មីដែលគាត់ទៅចាប់ផ្ដើមថ្មីបងនៅក្នុងការធ្វើទីផ្សារដើម្បីឲ្យផលិតផលរបស់គាត់អាចបិទការលក់បានកាន់តែច្រើនក៏ដូចជារក្សាអតិថិជនចាស់របស់គាត់ដែរចាអញ្ចឹងនេះតាមបទពិសោធន៍ចង់និយាយអញ្ចឹងវាអាស្រ័យទៅលើប្រភេទអាជីវកម្មមួយមិនអាចថាយើងនិយាយតែមួយវាapply ទៅទាំងអស់ហើយតែពីបទពិសោធន៍របស់បងផ្ទាល់បើយើងទៅចាប់ផ្ដើមអាជីវកម្មថ្មីអ្វីដែលបងចង់ឲ្យអ្នកដែលគាត់ចាប់ផ្ដើមនឹងគិតគឺទី1 how to help not how to sell how to help not how to sell យ៉ាបាទមនុស្សយើងអត់ចូលចិត្តឲ្យគេលក់អីទាំងយើងទាំងគេចឹងបើសិនជាយើងចង់ចាប់ផ្ដើមអាជីវកម្មយើងត្រូវ seek for solution តើយើងមានដំណោះស្រាយអីដើម្បីជួយឲ្យអ្នកណាជួយដល់អ្នកណាជួយឲ្យគាត់បានអីគេខ្លះលទ្ធផលយើងត្រូវតែមាន clear message ដើម្បីឲ្យអតិថិជនគោលដៅយល់ពីគុណតម្លៃដែលយើងផ្ដល់ឲ្យបើយើងអាចរំលេចនៅ message ហ្នឹងច្បាស់ឲ្យគាត់យល់ពីការជួយរបស់យើងបានកាន់តែច្រើន sell វាមកឯងហើយចាវាអត់បានចាំយើងត្រូវការរកវិធីសាស្ត្រ convince គាត់ឲ្យទិញរក promotion ដើម្បីឲ្យគាត់នឹងចាប់អារម្មណ៍អាហ្នឹងវាជាផ្នែកមួយតែបើសិនជាយើងចាប់ផ្ដើមថ្មីយើងផ្ដោតទៅលើគុណតម្លៃបូកជាមួយនឹង solution បូកជាមួយនឹង message តាក់ទងនឹងការជួយបងគិតថាជាវិធីសាស្ត្រល្អក្នុងការជំរុញការលក់ហើយនឹងការចូលទៅទីផ្សារសម្រាប់ធុរកិច្ចថ្មីចាហ្នឹងហើយអញ្ចឹងយើងបានយល់ជឿច្បាស់តាក់ទងជាមួយពីសំណួរមួយទៅសំណួរមួយដែលបងធារីបានបកស្រាយបានយ៉ាងក្បោះក្បាយហើយដោយសារតែកម្មវិធីយើងមានពេលកំណត់ដែរអញ្ចឹងជាសំណួរចុងក្រោយចង់សួរទៅបងមួយទៀតមុនបញ្ចប់វគ្គបាទអញ្ចឹងមុនបញ្ចប់វគ្គនេះតើបងអាចចែកម្លែកពីបទពិសោធន៍ឬក៏សារលើកទឹកចិត្តមួយដែលបងគិតថាអាចជួយឲ្យអ្នកចាប់ផ្ដើមអាជីវកម្មនោះគាត់មានកម្លាំងចិត្តក្នុងការធ្វើទីផ្សារហើយដើម្បីការធ្វើទីផ្សារដើម្បីបន្តការលក់គាត់ហ្នឹងហើយឬក៏តើតើនៅ business គាត់ហ្នឹងឲ្យមាន sustainable grow ជាពាក្យលើកទឹកចិត្តជាសារលើកទឹកចិត្តទៅកាន់
អ្នកដែលកំពុងទស្សនាបាទ ចាអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ចាប់ផ្ដើមអាជីវកម្មថ្មីយើងត្រូវដឹងថាការចាប់ផ្ដើមតែនៅលំបាក បាទ វាអត់មានអីងាយស្រួលទេហើយនៅពេលដែលយើងមានអារម្មណ៍ថាហត់នឿយបាក់ទឹកចិត្តយើងត្រូវមើលទៅអ្នកដែលគេជោគជ័យក៏គេចាប់ផ្ដើមជាមួយសកម្មអីណាសភាពបែបហ្នឹងហើយនៅក្នុងដំណាក់កាលបែបហ្នឹងដែរអញ្ចឹងអីដែលបងប្អូនអ្នកគ្នាត្រូវយកចិត្តទុកដាក់ទី1គឺត្រូវត្រៀមផ្លូវចិត្តនៅក្នុងការដឹកនាំអាជីវកម្មយើងអត់អាចរឹងមាំគ្រប់ពេលតែយើងក៏ត្រូវចេះរៀបចំផែនការនៅក្នុងការដឹកនាំអាជីវកម្មមួយនេះដែរចាប់ផ្ដើមជាមួយនឹងគោលដៅច្បាស់លាស់ចាគោលដៅច្បាស់លាស់ថាតើយើងចង់ធ្វើអីជួយអីហើយលទ្ធផលចុងក្រោយយើងចង់ឃើញធុរកិច្ចរបស់យើងនឹងមានរូបភាពបែបណាអញ្ចឹងនៅពេលដែលយើងមាន clear vision ហើយនិង mission វាជាចំណុចចាប់ផ្ដើមមួយដែលជួយជំរុញយើងឲ្យមានថាមពលនៅក្នុងការដឹកនាំអាជីវកម្មហ្នឹងគឺចំណុចទី1ទី2ប្រធីមឲ្យត្រូវបង្កើត culture នៅក្នុងការធ្វើការងារដែលជាគេហៅថាគេថាដំណើរចាប់ផ្ដើមអាជីវកម្មមកតាមបទពិសោធន៍របស់បងវាជាដំណើរមួយដែលធ្វើឲ្យយើង enjoy ជាមួយនឹងការងារហ្នឹងវាមិនមែនជាmission ឬមួយក៏វាថាមិនមែនជាសកម្មភាពមួយធ្វើឲ្យចប់ទេហ្នឹងអញ្ចឹងតើយើងចាត់ទុកថាយើងធ្វើវាដើម្បីក្តីស្រឡាញ់យើងធ្វើវាដើម្បីជាផ្នែកមួយនៃជីវិតយើងឲ្យជីវិតយើងមានភាពរស់រវើកជាមួយវាបើយើងអត់ងាយធុញថប់ជាមួយវាហើយជាពិសេសរើសមនុស្សឲ្យត្រូវហ្នឹងបានន័យថា team គឺជាផ្នែកមួយសំខាន់ណាបើយើងរើស team ខុសវាស្មើនឹងការបដិការប្រពន្ធខុសអញ្ចឹងណានៅក្នុងធុរកិច្ចពួកឯងយើងអត់អាចជោគជ័យតែម្នាក់ឯងពាក្យថា champion គឺ champion team អញ្ចឹងនៅពេលដែលយើងជា leader ក៏ដោយតែយើងអាច lead មនុស្សមួយក្រុមឲ្យគាត់មើលឃើញ vision មួយដែលច្បាស់ជាមួយគ្នាវាគឺជាជោគជ័យមួយសម្រាប់យើងហើយចាអញ្ចឹងដូចបងអញ្ចឹងពីដើមមកម្នាក់ឯងឥឡូវគឺ team ជាង10នាក់ហើយផ្ដើមចេញពីone mother story only អញ្ចឹងគឺអ្នកដែលគាត់មកជាមួយហ្នឹងគឺគាត់ជឿជាក់លើ vision របស់យើងហើយជឿជាក់លើ leadership របស់យើងអញ្ចឹងយើងធ្វើខ្លួនឯងឲ្យវាជាគេហៅថាkey person មួយដែល inspire ពួកគាត់ចាអញ្ចឹងនៅក្នុង team គឺសំខាន់សម្រាប់ធុរកិច្ចអញ្ចឹងចំណុចទី3នៅពេលដែលយើងចាប់ផ្ដើមមាន team ល្អហើយមានអីហើយយើងត្រូវចាំថាការកសាងទំនាក់ទំនងគឺសំខាន់យើងបន្តការរៀនសូត្រឥតឈប់ឈរតាមរយៈ build relationship ឬក៏ networking ជាមួយនឹងរៀមច្បងឬក៏ mentor ឬក៏ trainer ណាដែលយើងគិតថាជា role model ដែលអាច inspire យើងអត់អាចចេះគ្រប់សពទាំងអស់ជាពិសេស learn from experience គឺល្អបំផុតជាងការយើងអានសភៅ10ក្បាលមិនស្មើនឹងជួបនិយាយជាមួយគេកន្លះម៉ោងទេគេអាចនិយាយតែបន្តិចជួយជំរុញជួយបើកផ្លូវឲ្យយើងធ្វើឲ្យផ្លូវចិត្តរបស់យើងហ្នឹងវាស្រស់ស្រាយយ៉ាងវិញចានេះជាបទពិសោធន៍របស់បងផ្ទាល់គឺពេលដែលបងចាប់ដើមមួយឆ្នាំ2ឆ្នាំដំបូងបងអង្គុយតែធ្វើ CEO ហ្នឹងគឺ chef everything ហ្នឹងន័យថា delivery ក៏ធ្វើ event ក៏ធ្វើ sale marketing ធ្វើទាំងអស់ចាធ្វើទាំងអស់ដល់ពេលយើងចាប់ដើមbuild team បានយើងចេញក្រៅបានយើងជួបគេច្រើនយើងចាប់ដើម structure ម្ដងបន្តិច base ទៅលើ budget របស់យើងចាអញ្ចឹងអាហ្នឹងគឺយើង learn from អ្នកដែលគាត់ជា mentor ហើយនិង trainer ឬក៏ networking មិត្តភក្តិរបស់យើងដែលគាត់ធ្វើអាជីវកម្មស្រៀងគ្នាហើយចំណុចទី4មួយទៀតយើងត្រូវចាំថាពេលយើងសិតតែមានគោលដៅធំហើយតែយើងអត់អាចចាប់ផ្ដើមឡើងមានប្រមាណយើងដាក់ទៅទាំងអស់ហើយយើងត្រូវតែthink big start small អញ្ចឹងបើសិនជាយើងចាប់ផ្ដើមទៅទាំងអស់ដួលទៅទាំងអស់គឺយើងនឹងមិនងាយក្រោកឈរទេអញ្ចឹងយើងត្រូវតែមាន plan នៅក្នុងជាពិសេសការចំណាយការរៀបចំ budget ហ្នឹងគឺសំខាន់ណាស់យើងត្រូវតែចេះមើលតួលេខទោះបីដូចបងពេលខ្លះបងថាខ្លួនឯងមិនមែនអ្នកមើល number ទេតែដល់ពេលយើងបានរៀនទៅ number គឺជាទិន្នន័យមួយសំខាន់ណាស់ទាំងលុយទាំងអតិថិជនទាំងការធ្វើទីផ្សារសុទ្ធតែនៅលើ number ទាំងអស់បើយើងអត់ចេះមើលលេខដែលអាច analyze បានយើងក៏មិនអាចបង្កើតយុទ្ធសាស្ត្រនៅក្នុងការដឹកនាំអាជីវកម្មរបស់យើងបានដែរចាចំណុចចុងក្រោយ keep consistent យើងត្រូវដឹងថាអត់មានការងារណាជោគជ័យត្រឹមតែមួយយប់ទេត្រូវតែមានការអត់ធ្មត់ខ្ពស់បូកជាមួយនឹងចាការប្រឹងប្រែងតស៊ូកុំងាយបោះបង់បានន័យថាអ្នកខ្លះចាប់ផ្ដើមត្រឹម1ឆ្នាំឬក៏2ឆ្នាំក៏ចាប់ផ្ដើមផ្លាស់ប្ដូរគោលដៅអញ្ចឹងយើងអាច
ផ្លាស់ប្ដូរយុទ្ធសាស្ត្រហើយកុំងាយផ្លាស់ប្ដូរគោលដៅលឿនពេកជឿជាក់លើខ្លួនឯងរកវិធីសាស្ត្រធ្វើម៉េចឲ្យគោលដៅរបស់យើងមិនមែនត្រឹមថាយើងកំណត់គោលដៅ10យើងបានទាំង10ទើបជោគជ័យទេសម្រាប់បងគោលដៅ10បើសិនជាមួយចំហៀនសម្រាប់មួយបានន័យថាយើងជោគជ័យហើយយើង move on ហើយយើង improving ហើយយើង keep moving forward ហើយអញ្ចឹងវាជាការលើកទឹកចិត្តខ្លួនឯងយើងមិនបាច់សង្ឃឹមថា everything done at one time ទេចាអញ្ចឹងជាសារពីបងគឺមានប៉ុណ្ណឹងហើយសង្ឃឹមថាវាជាចំណែកមួយនៅក្នុងការជួយជំរុញក៏ដូចជាលើកទឹកចិត្តទៅដល់អ្នកដែលគាត់ចាប់ផ្ដើមធុរកិច្ចថ្មីអាចទីមួយចេះកំណត់អតិថិជនគោលដៅចេះរៀបយុទ្ធសាស្ត្រនៅក្នុងការធ្វើម៉េចឲ្យអតិថិជនគាត់ចាប់អារម្មណ៍ផលិតផលឬក៏សេវាកម្មរបស់យើងក៏ដូចជាការថែរក្សាអតិថិជនជាពិសេសគឺការ maintain team ហើយនឹង keep your vision awake and make your mission more aggressive អញ្ចឹងអាហ្នឹងគឺជា good point សម្រាប់យើងក្នុងការ start up ចាអរគុណបាទវ៉ាវពិតជាមានន័យបងចាហើយបង្កប់នៅការអប់រំច្រើនទៅលើចំណុច point ដែលបងចែកចម្លែកមួយយ៉ាងលម្អិតហើយបកស្រាយទៀតបាទអរគុណច្រើនបងអញ្ចឹងកម្មវិធីយើងក៏ឈានចូលដល់ពេលដែលត្រូវបញ្ចប់ហើយក៏សូមអរគុណបងមែនតើដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាមួយនឹងកម្មវិធី Spark Hour របស់យើងផងដែរចាអញ្ចឹងជាចុងក្រោយក៏សូមអរគុណទៅដល់ទស្សនិកជនដែលបានតាមដានទស្សនាវីដេអូនេះពីដើមដល់ទីបញ្ចប់ផងដែរអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាអរគុណ